ក៏អំបិលខ្លាញ់អាហារកែច្នៃទាំង4ប្រភពហ្នឹងគឺជាប្រភពដែលធ្វើឲ្យមនុស្សយើងប្រឈមជាមួយនឹងវិបត្តិសុខភាពធ្ងន់ធ្ងរនៅពេលបច្ចុប្បន្នមិនថាមនុស្សក្មេងមនុស្សចាស់ប្រុសស្រីអីទេបងប្អូនអ្នកគ្នាឲ្យតែបងប្អូនប្រព្រឹត្តនៅខ្លាញ់ស្ករអំបិលក៏ដូចជាពពុះអាហារកែច្នៃអាហារម្សៅកែច្នៃនឹងច្រើនជាប្រចាំវាធ្វើឲ្យបងប្អូនមានការបញ្ហារលាកទៅដល់កោសិកាវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបង្កទៅជាជំងឺផ្សេងៗមិនថាឡើងឈាមមិនថាទឹកនោមផ្អែមឬក៏ខ្លាញ់រំបេះដូងហើយថ្មីនេះដែរបងប្អូនអ្នកគ្នាគឺកើតឡើងជំងឺភាគច្រើនគឺតើតើនឹងជំងឺមហារីកដែលធ្វើឲ្យមនុស្សមានវិបត្តិសុខភាពពាក់ព័ន្ធជាមួយនឹងជីវិតរបស់គាត់ផ្ទាល់ហ្នឹងគឺធ្វើឲ្យគាត់ប្រឈមជាមួយនឹងវិបត្តិសុខភាពច្រើនមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនស្រឡាញ់សុខភាពជាយាមកាត់បន្ថយតើតើនឹងអាហារដែលរូបខ្ញុំបានចែករំលែកពីខាងដើមហ្នឹងមិនថាខ្លាញ់ច្រើនមិនថាស្ករមិនថាអំបិលឬក៏ពពុះអាហារកែច្នៃហ្នឹងបងប្អូនទាំងអស់គ្នាមើលថែក្រុមគ្រួសារបងប្អូនទាំងអស់គ្នាជាពិសេសក្មេងៗតូចៗដែលគាត់ទៅសាលារៀនឬក៏គាត់ទៅនេះទៅនោះដែលគាត់មានលុយឲ្យគាត់ទិញញ៉ាំរបស់ទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាពពុះអាហារវិខ្ចប់អីហ្នឹងឬក៏អាហារកែច្នៃជៀនឆាបំពៅហ្នឹងធ្វើឲ្យពួកគាត់ហ្នឹងគឺខូចកោសិកាហើយធ្វើឲ្យមនុស្សនាពេលបច្ចុប្បន្នហ្នឹងគឺខូចទ្រង់ទ្រាយរាងកាយសុខភាពគាត់ខ្លាំងអ្នកខ្លះទៅថតលើសទម្ងន់ខ្លាំងអ្នកខ្លះទៅក៏គាត់មានក្បាលពោះធំខ្លាំងអ្នកខ្លះទៅគាត់មានខ្លាញ់រំបេះដូងទាំងវ័យក្មេងអញ្ចឹងសពបញ្ជាក់ឃើញថាសម័យបច្ចុប្បន្ននេះបើសិនជាបងប្អូនធ្វើប្រហែលនៅក្នុងការដែលបងប្អូនញ៉ាំមិនថាខ្លាញ់ស្ករអំបិលឬក៏ពពុះអាហារកែច្នៃហ្នឹងទេបងប្អូននឹងរស់នៅដោយមានសុខភាពមួយដែលទ្រុឌទ្រោមនិងមានវិបត្តិសុខភាពហ្នឹងទាំងវ័យក្មេងហើយខ្ញុំជឿថាបើសិនជាពេលណាដែលបងប្អូនជួបវិបត្តិសុខភាពទាំងអស់ហ្នឹងហើយបងប្អូនពិបាកនៅក្នុងការរស់នៅមែនតើពិបាកទាំងការញ៉ាំពិបាកទាំងការគេងទីមួយបងប្អូនញ៉ាំពេលដែលបងប្អូនជួបវិបត្តិសុខភាពហើយមិនថាឡើងឈាមទឹកនោមផ្អែមទេតែបងប្អូនកើតជំងឺហើយគឺបងប្អូនត្រូវការញ៉ាំអាហារដែលតមហើយបើសិនជាបងប្អូនតបអត់បានទៀតបញ្ហាក៏ដូចជាវិបត្តិសុខភាពបងប្អូនគឺរឹតតែខ្លាំងគឺរឹតតែធ្ងន់ធ្ងរនឹងឯងអញ្ចឹងវីដេអូមួយហ្នឹងក៏ដូចជាសារក៏ដូចជាចំណេះដឹងមួយដែរចង់ឲ្យបងប្អូនហ្នឹងកាត់បន្ថយពាក្យថាកាត់បន្ថយមិនមែនថាឲ្យបងប្អូនបដាច់ទាំងអស់ទេបានន័យថាបងប្អូននៅក្នុងការដែលបងប្អូនញ៉ាំអាហាររាល់ថ្ងៃឬក៏ការចម្អិនដោយដៃនៅផ្ទះហ្នឹងកាត់បន្ថយតែបងប្អូនប្រើស្ករប្រើខ្លាញ់ដែលអត់មានប្រភពច្បាស់លាស់ក៏ដូចជាប្រើជីនឆាហ្នឹងញឹកញាប់នៅក្នុងមួយអាទិត្យឬក៏មួយសប្តាហ៍ហ្នឹងបងប្អូនលៃបានតែមួយថ្ងៃឬក៏ពីរថ្ងៃបានក្រៅពីហ្នឹងបងប្អូនអាចស្ងោរឬក៏ចំហុយអីចឹងទៅដើម្បីបងប្អូនញ៉ាំទៅអត់សូវប្រើខ្លាញ់ក៏ដូចជាពពុះជីនឆាបំពៅនឹងច្រើនពេកដែលធ្វើឲ្យបងប្អូនប៉ះពាល់សុខភាពហើយបើសិនជាបងប្អូនចង់ការពារនៅក្នុងរាងកាយមិនថាសរសៃឈាមមិនថាបេះដូងបងប្អូនកុំឲ្យមានខ្លាញ់កុំឲ្យមានស្ករដែលលើសនៅក្នុងរាងកាយហ្នឹងខ្ញុំសូមចែករំលែកពីវណ្ណកម្មថ្មីមួយនៅខាង USA បងប្អូនអរគ្នាអ្នកវិទ្យាសាស្ត្រគេបានរកឃើញជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេហៅថា Fair Grade Product អញ្ចឹង Fair Grade Product ហ្នឹងគឺមានប្រភេទជាបងប្អូនអរគ្នា Fair Grade Product ហ្នឹងគឺមានជាប្រភេទ2ឬក៏3មុខចេះតែតើអ្នកដែលគាត់មានបញ្ហាខ្លាញ់ស្ករដែលលើសហ្នឹងគឺអ្នកវិទ្យាសាស្ត្រគេបាន control គេបានចម្រាញ់ចេញជាមួយនឹងប្រភេទរុក្ខជាតិពពុះអាហារ fiber បងប្អូនអរគ្នាអាហារកសិសាយនៅក្នុងអំបូរជាមួយនឹង Bioslide ក៏ដូចជាពពុះ Unimate ហ្នឹងអញ្ចឹងវាជួយរឿងទី1ហ្នឹងគឺវាជួយគ្រប់គ្រងខ្លាញ់វាជួយគ្រប់គ្រងស្ករដែលលើសនៅក្នុងរាងកាយហើយវាជួយ control ឲ្យបងប្អូនកុំឲ្យមានបញ្ហាតើនឹង stress ឬក៏មានបញ្ហាដែលលើសកន្លែងណាមួយហ្នឹងហើយអ្វីដែលរឹតតែអស្ចារ្យមួយទៀតបងប្អូនអរគ្នា product Feel Grade ហ្នឹងក៏វាជួយទៅនឹងកោសិការបស់មនុស្សយើងហ្នឹងឲ្យក្រអរម៉ូនមកន័យថាកោសិកាគ្មានជាងវ័យពីខាងក្នុងបងប្អូនចង់ដឹងថាតើកោសិកាយើងចាស់ឬក៏ក្មេងហ្នឹងបងប្អូនសង្កេតងាយមួយគឺបងប្អូនមើលតែសាច់ឈាមបងប្អូនពីខាងក្រៅទៅដឹងសាច់ឈាមរាងស្អាតកម្លាំងម៉ូនអត់សូវកម្លាំងអត់សូវម៉ូនដូចពីមុនមានអារម្មណ៍ថាផ្លូវចិត្តធ្លាក់ចុះកម្លាំងធម៌ពលក្នុងរាងកាយអត់សូវមានហ្នឹងសវាជាឲ្យឃើញថាកោសិកាបងប្អូនក៏សក្តិរលពីខាងក្នុងដែរហើយបងប្អូនចង់រត់ទៅច្បាស់ទៀតទៅឆែកអាប់សុខភាពមើលពីអាយុកោសិការបស់យើងផងតើអាយុកោសិការបស់យើងនឹងចាស់ឬក៏ក្មេងជាងវ័យតាមដែលរូបខ្ញុំបានតើតើជាមួយនឹងអ្នកដែលគាត់មានជំងឺធ្ងន់ធ្ងរក៏ដូចជាអ្នកដែលគាត់មានអាយុចាស់ជាងវ័យពីមុនហ្នឹងពេលដែលគាត់សាកញ៉ាំ Fair Grade Product ហ្នឹងទៅបងប្អូនអរគ្នាពេលដែលគាត់ផលិតទៅកោសិកាគាត់ក្មេងជាងវ័យអ្នកខ្លះចឹងគាត់អាយុ35 40អញ្ចឹងពេលដែលគាត់ទៅផលិតកោសិកាគ្រឿងក្នុងគាត់អាយុតែ20ឬក៏18ឆ្នាំហើយអញ្ចឹងសល់បញ្ជាក់ឃើញថាប្រភេទ product ប្រមាណមុខហ្នឹងវាជួយឲ្យកោសិការាងកាយមនុស្សយើងក្មេងជាងវ័យហើយបងប្អូនចង់ដឹងលម្អិតព័ត៌មានបន្ថែមហ្នឹងអាចសាកសួរនៅក្នុងវីដេអូក៏ដូចជា comment នៅក្នុងហ្នឹងបានបងប្អូនអរគ្នារូបសម្បត្តិនឹងលម្អិតជូនបន្ថែមបងប្អូនជាមួយនឹងព័ត៌មានទាំងអស់ហ្នឹងចាការចែករំលែកវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបាននូវអ្វីមួយយ៉ាងពីក្នុងវីដេអូហ្នឹងអរគុណច្រើនបងប្អូនអរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានរូបវីដេអូរូបសម្បត្តិរហូតដល់ចប់